ផឹកកាហ្វេហើយចង់បន្ទោបង់ឈប់បារម្ភថាខ្លួនឯងមានបញ្ហាពោះវៀនទៅនេះគឺជាមូលហេតុវិទ្យាសាស្ត្រពិតប្រាកដមនុស្សជាច្រើនតែងតែត្អូញត្អែថាផឹកកាហ្វេហើយឈឺពោះចង់បន្ទោបង់ភ្លាមវាជាបញ្ហាដែលមនុស្សជាច្រើនប្រហែល 30% នៃអ្នកផឹកកាហ្វេជួបប្រទះដូចគ្នាវាមិនមែនជារឿងចៃដន្យទេប៉ុន្តែវាមានមូលហេតុវិទ្យាសាស្ត្រច្បាស់លាស់នៅពីក្រោយការជំរុញចលនាពោះវៀនកាហ្វេបញ្ចេញអរម៉ូន ghrelin ដែលធ្វើឲ្យពោះវៀនធំធ្វើចលនារុញកាកសំណល់ចេញមកក្រៅយ៉ាងលឿនធ្វើឲ្យយើងមានអារម្មណ៍ថាចង់ទៅបន្ទប់ទឹកឥទ្ធិពលជាតិកាហ្វេអ៊ីនវាមិនត្រឹមតែធ្វើឲ្យស្វាងភ្នែកទេតែវាថែមទាំងដាស់សាច់ដុំប្រព័ន្ធរំលាយអាហារឲ្យធ្វើការកាន់តែសកម្មកម្រិតអាស៊ីតក្នុងកាហ្វេធ្វើឲ្យក្រពះរំលាយអាហារលឿនពេករហូតដល់ពោះវៀនស្រូបទឹកមិនទាន់ធ្វើឲ្យលាមកមានសភាពរាវឬឈឺជុះវិធីកាត់បន្ថយបញ្ហានេះសាកល្បងប្ដូរមកផឹកកាហ្វេដែលឆុងដោយទឹកត្រជាក់ហើយកុំផឹកកាហ្វេពេលពោះទទេនឹងកាត់បន្ថយការដាក់ទឹកដោះគោឬគ្រីមជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តវីដេអូនេះដំណើរការបានទៅដោយវីកាហ្វេឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voltan International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ